ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះឯងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាទស្សនវិជ្ជាការសាងសង់ស្ពានបែកប្រាឆ្អាងរ៉ែក្រោមអស់គ្នាបាទថាស្ពាននេះដែរគឺសាងសង់បានប្រមាណជា 80% ហើយបងប្អូននឹងអាចធ្វើការឆ្លងកាត់ធ្វើដំណើរតាមស្ពាននេះឆាប់ៗនេះបាទต้องទូស្ពានទាំងមូលបាទគឺចិត្តតបភ្ជាប់នេះហើយនៅតែបន្តិចទៀតទេគឺតជាប់ទូស្ពានទាំងស្រុងហើយបាទដូចជាខាងក្រុមជាងយើងគឺសម្រាប់ធ្វើខ្លាំងមែនទែនដើម្បីឲ្យរួចរាល់ក្នុងពេលឆាប់ៗទៅមុខនេះបាទស្ពាននេះហើយគឺពុកម៉ែបងប្អូនគឺមានភាពងាយស្រួលការធ្វើដំណើរបើយើងធ្វើដំណើរពីខាងព្រែកប្រាឆ្ពោះទៅកាន់ឆ្អាងរ៉ែក្រោមហើយធ្វើដំណើរទៅមុខទៀតដល់អ៊ីអន3ទាំងដល់អ៊ីអន3ហ្មងបាទហើយពីផ្លូវជាតិលេខ1ក៏ងាយស្រួលដែរគឺគេតបភ្ជាប់ពីផ្លូវជាតិលេខ1ចាក់ចូលតាមបរិយាពេញហួតបឹងស្នោហ្នឹងគឺធ្វើដំណើរតាមកាត់ស្ពាននឹងផងដែរបាទបាទនៅផ្នែកខាងក្រោមស្ពានគឺខាងក្រុមជាងបានចាក់បេតុងរួចរាល់អស់ហើយបាទ